រឿងធនជ័យរាត្រីដែលធនជ័យបានមកចាប់កំណើតក្នុងពោះម្ដាយបណ្ដាលឲ្យនាងជាម្ដាយនោះយល់សប្តិឃើញថាដូចជាយល់សងយល់សប្តិឃើញដូងបេះបានទាំងផ្លែយល់សប្តិឃើញខែនោះពេញបរមីចម្លែកនឹងយល់សប្តិនេះព្រឹកឡើងនាងនោះក៏បានធ្វើដំណើរទៅកាន់ផ្ទះលោកតាហោដើម្បីឲ្យទាញមើលប៉ុន្តែជួនជាតាហោមិននៅនាងនោះក៏បាននិយាយរឿងយល់សប្តិនោះឲ្យប្រពន្ធតាហោប្រពន្ធតាហោដឹងថាបើតាមយល់សប្តិនេះនាងនេះនឹងមានកូនប្រុសម្នាក់អាចឡើងធ្វើជាស្ដេចក៏បានទាយបង្ខុសថានាងឯងនឹងមានកូនប្រុសកូននោះនឹងទៅជាខ្ញុំគេក្រោយមកនាងនោះក៏បានកើតបានកូនប្រុសមែនក៏ដាក់ឈ្មោះថាធនជ័យអាយុបាន7ឆ្នាំកុមារធនជ័យតែងតែដើរទៅលេងផ្ទះលោកមហាសេដ្ឋីរាល់ថ្ងៃមួយពេលកំពុងតែត្បាញនៅលើផ្ទះប្រពន្ធមហាសេដ្ឋីបានធ្វើឲ្យជ្រុះត្រល់ទៅដីក៏ស្រែកហៅធនជ័យឲ្យរើសឲ្យដោយសន្យានឹងឲ្យអំបុកច្រើតដល់ធនជ័យប៉ុន្តែពេលប្រពន្ធសេដ្ឋីយកអំបុកមកឲ្យធនជ័យយំស្រែកប្រកែកមិនព្រមយកដោយយល់ថាអំបុកនោះតិចពេកសំឡេងយំរបស់ធនជ័យបានឮទៅដល់លោកមហាសេដ្ឋីលោកមហាសេដ្ឋីបានប្រើល្បិចបញ្ឆោតមួយដោយយកអំបុកដាក់រាយពេញលើចង្អេរមួយនិងក្នុងកញ្ជើមួយរួចឲ្យធនជ័យជ្រើសរើសធនជ័យចាញ់ល្បិចគេក៏បានយកអំបុកនៅលើចង្អេរតែក្រោយមកក៏មានការភ្ញាក់រលឹកមើលឃើញការបោកប្រាស់នេះក៏សុំឲ្យម្ដាយឲ្យយកខ្លួនទៅបម្រើលោកសេដ្ឋីដើម្បីសងសឹកពេលនៅជាមួយសេដ្ឋីធនជ័យបានត្រូវសេដ្ឋីប្រើយ៉ាងវិវក់ដូចជាឲ្យរត់តាមសេះទៅរោងជំនុំគាល់ស្ដេចចាំចំការឃ្វាលគោធ្វើការក្នុងផ្ទះទៅជញ្ជូនអីវ៉ាន់ពេលភ្លើងឆេះផ្ទះប៉ុន្តែគ្រប់សកម្មភាពបានត្រូវធនជ័យផ្ចាញ់ផ្ចាលយ៉ាងធ្ងន់ធ្ងរដូចជាធនជ័យរើសអាចសេះដាក់ថង់យាមបណ្ដោយឲ្យគោក្របីចូលស៊ីដំណាំក្នុងចង្ការចាប់គោឈ្មោលអ្នកស្រុកចងបណ្ដាលឲ្យមានរឿងរ៉ាវដល់សេដ្ឋីស្រែកហៅលោកសេដ្ឋីឲ្យមកពិសាបាយឲ្យគាត់ខ្មាស់គេខ្លាំងនឹងជញ្ជូនតែសម្បុកមន់សម្បកប៉ោតពេលភ្លើងឆេះផ្ទះជាដើមដោយខ្លាចប្រាជ្ញាធនជ័យនិងដើម្បីសងសឹកផងលោកសេដ្ឋីក៏បាននាំធនជ័យទៅថ្វាយស្ដេចនៅជាមួយមុនដំបូងស្ដេចបានដេញប្រាជ្ញាធនជ័យដូចជាឲ្យធនជ័យផោស្ដេចឲ្យធនជ័យរកពងមាន់ឲ្យបានមួយពេលមុជចូលទៅក្នុងទឹកឲ្យធនជ័យជិះដំរីចាស់ក្រិចជើងក្រយ៉ាស្ងោយស្ដេចនៅប្រពាតព្រៃឲ្យធនជ័យបោះសម្រាមនៅក្រោមដំណាក់ឲ្យធនជ័យរកមាន់មកប្រជល់នឹងមាន់ស្ដេចឲ្យធនជ័យរកក្របីមកចូលនឹងក្របីស្ដេចក្នុងការដេញប្រាជ្ញានេះធនជ័យបានឈ្នះស្ដេចគ្រប់លើកធ្វើឲ្យស្ដេចខ្មាស់ហើយដោះគំនិតព្យាបាទកាច់បំបាក់ដូចជាប្រើស្នំឲ្យទៅជុះអាចដាក់ផ្ទះធនជ័យស្អប់មុខធនជ័យហើយមិនឲ្យធនជ័យចូលវាំងតែគ្រប់អំពើតាមការព្យាបាទឈ្នានីសរបស់ស្ដេចត្រូវបានធនជ័យផ្ចាញ់ផ្ចាលយ៉ាងដំណំដូចជាធនជ័យហ៊ានចំតិតក្តិតដាក់ស្ដេចហ៊ានវាយពួកមេនំនាងដែលស្ដេចប្រើឲ្យទៅជុះអាចដាក់ផ្ទះប្រាជ្ញាធនជ័យល្បីល្បាញពេញប្រទេសនិងរីកសាយរហូតដល់ប្រទេសចិនស្ដេចស្រុកចិនក៏បានបញ្ជូនអ្នកប្រាជ្ញគេមកស្រុកខ្មែរដើម្បីធ្វើការភ្នាល់គ្នាជាមួយស្ដេចស្រុកខ្មែរទីរកចំនួនគ្រាប់ឪឡឹកដែលចិនយកមកក្នុងបំណងយកស្រុកខ្មែរជារណប
ក្នុងការដោះចំណោទលើកនេះធនជ័យយកខ្លួនធានាប៉ុន្តែដោយចំណោទទាយរកចំនួនគ្រាប់ក្នុងឪឡឹកនោះវាពិបាកពេកធនជ័យដោយមិនចង់ឃើញប្រទេសជាតិខ្លួនធ្លាក់ក្នុងកណ្ដាប់ដៃចិនក៏បានលោតទឹកសម្លាប់ខ្លួនតែគាត់មិនលិចបែរជារសាត់ទៅប៉ះសំពៅចិនក៏តោងចង្កូតជាប់ពេលនោះជួនជាយប់ស្ងាត់ធនជ័យបានឮពួកមន្ត្រីចិននិងអ្នកប្រាជ្ញរបស់គេចូលជែកគ្នាអំពីចំនួនគ្រាប់ឪឡឹកក្នុងផ្លែនីមួយៗធនជ័យបានឮហែលត្រឡប់មកផ្ទះវិញស្អែកឡើងគាត់ក៏បានទាយរកចំនួនគ្រាប់ឪឡឹកត្រូវទាំងអស់ពួកចិនព្រមទទួលចាញ់បានប្រាប់គុលសំពៅឲ្យស្ដេចខ្មែរ500គ្រឿងរួចត្រឡប់ទៅវិញដោយខ្លាចប្រាជ្ញាធនជ័យស្ដេចពុំហ៊ានឲ្យគាត់នៅជិតវាំងក៏បញ្ជាឲ្យទៅនៅឆ្ងាយឯដងទន្លេទីនោះធនជ័យបានបង្កើតឲ្យមានការបង់ពន្ធគយបណ្ដាលឲ្យមានទំនាស់ជាមួយពួកឈ្មួញដែលរកស៊ីតាមដងទន្លេជាហេតុធ្វើឲ្យស្ដេចមានលេសប្រើពេជ្ឈឃាតចាប់ធនជ័យយកទៅសម្លាប់ចោលធនជ័យបានបោកពួកពេជ្ឈឃាតឲ្យច្រៀងរាំលើទូករួចគាត់លួចលោតចុះក្នុងទឹកហែលកិច្ចមកបួសជាព្រះសង្ឃក្នុងវត្តមួយគេបានគិតថាធនជ័យស្លាប់ក្នុងទឹកទន្លេទៅហើយដំណឹងនេះបានលេចឮដល់ស្ដេចស្រុកចិនស្ដេចចិនសប្បាយចិត្តណាស់ក៏បានបញ្ជាឲ្យអ្នកប្រាជ្ញគេមកស្រុកខ្មែរចោទជាការប្រស្នាដាក់ប្រទេសជាតិទៀតស្ដេចខ្មែរមានការភិតភ័យនិងព្រួយបារម្ភជាខ្លាំងព្រោះគ្មាននរណាអាចតទល់ជាមួយនឹងអ្នកប្រាជ្ញចិនបានក៏ធ្វើការប្រកាសអំពាវនាវរកអ្នកប្រាជ្ញមកជួយធនជ័យបានសឹកចេញពីវត្តមកជួបស្ដេចហើយបានចូលទៅតតាំងដោះស្រាយប្រស្នាជាមួយអ្នកប្រាជ្ញចិនរហូតទទួលបានជោគជ័យជាលើកទី2ស្ដេចខ្មែរត្រេកអរក្នុងចិត្តនឹងជ័យជំនះក៏ចង់រកប្រពន្ធឲ្យធនជ័យតែធនជ័យបដិសេធមិនព្រមឲ្យស្ដេចរកឲ្យដោយគាត់ចាត់ទុកថានារីដែលនៅស្ងៀមចាំតែគេលើកឲ្យមានប្តីនោះថាសុទ្ធតែជាញីគាត់បានដើររកប្រពន្ធខ្លួនឯងហើយក៏បានជួបនាងសួស្តីដែលគាត់ចាត់ទុកថាជាស្រីពេញលក្ខណៈរួចបានស្ដីដណ្ដឹងនិងរៀបការតាមប្រពៃណីខ្មែរក្រោយមកទៀតស្ដេចខ្មែរនិងពួកមន្ត្រីស័ក្តិភូមិមានការព្រួយបារម្ភនឹងប្រាជ្ញាធនជ័យកាន់តែខ្លាំងនិងស្អប់ធនជ័យកាន់តែខ្លាំងផងនោះក៏បាននិរទេសគាត់ឲ្យទៅស្រុកចិនដោយជឿថានឹងត្រូវស្លាប់បង់នៅទីនោះមិនខាននៅឯស្រុកចិនធនជ័យបានធ្វើនំបញ្ចុកលក់ល្បីដល់ស្ដេចចិនស្ដេចចិនចង់សោយចំណីចម្លែករបស់ធនជ័យក៏ហៅធនជ័យយកនំទៅថ្វាយដែលជាហេតុបណ្ដាលឲ្យគាត់មានលទ្ធភាពអាចមើលមុខស្ដេចចិនបានព្រមទាំងពោលពាក្យប្រមាថឲ្យផងស្ដេចចិនខឹងក៏ឲ្យអាមាត្យចាប់ធនជ័យទៅដាក់ក្នុងគុកសំរិទ្ធក្នុងគុកធនជ័យបានប្រដាល់គ្នាជាមួយអ្នកទោសចិនដើម្បីកុំឲ្យរងាស្លាប់រួចគាត់ក៏ឆ្លៀតធ្វើខ្លែងឯកបង្ហើរពេលយប់ពេលស្ដេចចិនបានឮសំឡេងខ្លែងឯករបស់ធនជ័យក៏មានការភិតភ័យព្រួយបារម្ភក៏បានហៅហោរាមកគន់គូមើលហោរាចិនបានទាយថាគឺជាសំឡេងនៃសត្វចម្លែកមួយនឹងចូលមកស៊ីសាច់មនុស្សក្នុងស្រុកចិននេះអស់មិនខានបើមិនព្រមដោះលែងអ្នកប្រាជ្ញស្រុកខ្មែរចេញពីគុកហើយជូនត្រឡប់ទៅស្រុកខ្មែរវិញទេស្ដេចចិនឮដូច្នោះក៏បញ្ជាឲ្យគេដោះលែងធនជ័យហើយរៀបចំសំពៅមួយមានវត្ថុប្រើប្រាស់ល្អៗជាច្រើននិងប្រជាជនចិន100នាក់ជូនដំណើរធនជ័យត្រឡប់មកស្រុកខ្មែរវិញឃើញធនជ័យអាចរកមធ្យោបាយត្រឡប់មកមាតុភូមិវិញដោយជោគជ័យយ៉ាងនេះស្ដេចខ្មែរនិងពួកមន្ត្រីស័ក្តិភូមិខ្មែរ
មានសេចក្តីកោតខ្លាចប្រាជ្ញាធនជ័យលែងហ៊ានមករករឿងហេតុទៀតបណ្ដាលឲ្យធនជ័យបានរស់នៅជាមួយភរិយាយ៉ាងសុខសាន្តថ្ងៃក្រោយមកធនជ័យមានជំងឺជាទម្ងន់តែមុននឹងស្លាប់គាត់បានហៅស្ដេចមកផ្ដាំថាសោយត្រីព្រួលកុំចោលស្រកាសោយត្រីប្រាកុំចោលស្រកីសំឡម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្ដាន់ហើយផ្ដាំប្រពន្ធថាកាលណាគាត់ស្លាប់ទៅឲ្យយកសាកសពគាត់ទៅកប់ហើយធ្វើជាចម្រងដាំខ្ញែលើភ្នោដើម្បីការពារភ្នោនោះតទៅរឿងធនជ័យចប់ដោយបរិបូរណ៍